រូបមន្តសម្ងាត់របស់សេដ្ឋី 1. យើងលុបលុនកាន់តែច្រើនយើងនឹងមានសមត្ថភាពក្នុងការសម្រេចចិត្តនិងធ្វើផែនការកាន់តែអាក្រក់ 2. លុយជាកែវពង្រីកមិនមែនជាវ៉ែនតាដែលមានន័យថាលុយមិនអាចផ្លាស់ប្ដូរលុយមិនអាចផ្លាស់ប្ដូរខ្លឹមសារនៃជីវិតរបស់អ្នកទេវាគ្រាន់តែពង្រីកភាពជាអ្នកឲ្យមានទំហំកាន់តែធំឡើងប៉ុណ្ណោះដូច្នេះអ្នកកាន់តែមានអ្នកកាន់តែត្រូវមានភាពឆ្លាតវៃថែមទៀតបើមិនដូច្នោះទេកាន់តែមានកាន់តែរងទុក្ខច្រើន 3. សូចនាករពិតនៃបញ្ញាគឺចំនួនសរសៃប្រសាទនៅក្នុងខួរក្បាលមានសរសៃប្រសាទកាន់តែច្រើនយើងកាន់តែមានគំនិតច្រើនហើយគំនិតគឺជារបស់ដែលមិនអាចប៉ះពាល់បានដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក 4. ការខ្ចីប្រាក់គឺជាការចុះកិច្ចសន្យាថាជីវិតរបស់អ្នកសុខចិត្តធ្វើជាអាណានិគមចល័តហើយរីករាយបង់ពន្ធដល់ម្ចាស់បំណុលរហូតដល់ការបង់ពន្ធនេះអស់ឬរហូតដល់អ្នកស្លាប់ 5. ការខ្ចីបំណុលមិនមែនបណ្ដាលមកពីតម្រូវការប្រាក់ខ្ពស់តែម្យ៉ាងទេតែកើតមកពីតម្រូវការប្រាក់ខ្ពស់បូកជាមួយនឹងការស៊ូទ្រាំទាបប្រសិនបើមានការសិក្សាទាបមិនមានន័យថាយើងនឹងក្រទេប៉ុន្តែប្រសិនបើមានការសិក្សាក្នុងរឿងវិនិយោគទុនទាបមានភាគរយខ្ពស់ក្នុងការធ្លាក់ខ្លួនក្រ 7. សេដ្ឋីប្រើពេលវេលាអភិវឌ្ឍខ្លួនឯងច្រើនជាងរិះគន់អ្នកដទៃជានិច្ច 8. សេដ្ឋីគ្រប់គ្នាជាមនុស្សឧស្សាហ៍ប៉ុន្តែមិនមែនថាមនុស្សឧស្សាហ៍គ្រប់គ្នានឹងបានក្លាយជាសេដ្ឋីទេទើបសំណួរសំខាន់បំផុតមិនមែនជាយើងគួរតែឧស្សាហ៍ដែរឬទេតែគួរសួរថាតើយើងត្រូវឧស្សាហ៍បែបណា 9. ពេលដែលសេដ្ឋីធ្វើជាទេសកលគេក៏មិនដែលឈប់ឧស្សាហ៍ធ្វើការឲ្យអ្នកដទៃប៉ុន្តែអំឡុងពេលកំពុងឧស្សាហ៍ធ្វើការឲ្យអ្នកដទៃនោះគេក៏មិនដែលឈប់បន្តក្តីសុបិនរបស់ខ្លួនឯងដែរ 10. ជីវិតដែលមានទុក្ខសោកបំផុតមិនមែនជាជីវិតដែលនឿយហត់បំផុតទេតែជាជីវិតដែលនឿយហត់ដោយគ្មានន័យ 11. មនុស្សគ្រប់គ្នានៅលើពិភពលោកនេះនឹងបង់លុយឲ្យអ្នកតាមគុណភាពនៃលទ្ធផលមិនមែនតាមពេលវេលាក្នុងការបង្កើតលទ្ធផលនោះទេ 12. មនុស្សទូទៅប្រើពេលវេលាធ្វើការច្រើនតាមទម្លាប់តែសេដ្ឋីនឹងប្រើពេលវេលាធ្វើការតាមសមគួរ 13. ការងារដែលយើងធ្វើដែលជំនួសដោយម៉ាស៊ីនកាន់តែលំបាកពិភពលោកនឹងត្រៀមបង់ប្រាក់ឲ្យយើងកាន់តែច្រើន 14. ល្បឿននៃការវិវត្តមិនអាស្រ័យលើពេលវេលាទេប៉ុន្តែអាស្រ័យលើល្បឿននៃការអភិវឌ្ឍពីកំហុសចន្ទាបំផ្លាញ Stephen Covey ធ្លាប់បានប្រៀបធៀបទុកថាមនុស្សជាច្រើនឡើងចន្ទានៃភាពជោគជ័យដ៏កំពូលហើយទើបឃើញថាខ្លួនឯងដាក់កម្មចន្ទាខុសជញ្ជាំងឬខុសទីតាំងមានន័យថាពេលខ្លះយើងប្រហែលជាខំប្រឹងធ្វើការច្រើនដើម្បីរកលុយប្រៀបដូចជាទេសកលនៅចុងបញ្ចប់ទើបបានគិតឃើញនៅពេលជិតស្លាប់ថាអ្វីដែលយើងត្រូវការពិតប្រាកដគឺសេរីភាពក្នុងការធ្វើដំណើរជុំវិញពិភពលោកការមានក្រុមហ៊ុនផ្ទាល់ខ្លួនមានពេលវេលាជាមួយនឹងគ្រួសារឬមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អជាការពិតប្រសិនបើយើងមិនចង់ក្លាយជាអ្នកមានវាមិនខុសទេប៉ុន្តែចំណុចសំខាន់គឺកុំឡើងចន្ទាខុសជញ្ជាំងប្រសិនបើអ្នកចង់ក្លាយជាអ្នកមានត្រូវឡើងជញ្ជាំងដែលនឹងនាំទៅកាន់ទ្រព្យសម្បត្តិមិនមែនឡើងជញ្ជាំងដែលនាំទៅកាន់សំណាងអាក្រក់ទេព្រោះរវល់តែបង្កើតទ្រព្យសម្បត្តិឲ្យអ្នកដទៃដូច្នេះកុំគិតតែសួរខ្លួនឯងជារៀងរាល់ថ្ងៃថាតើធ្វើដូចម្តេចដើម្បីឡើងចន្ទាឲ្យបានលឿនជាងមុនតែសូមឈប់មួយផ្លែតបន្ទាប់មកដាក់ដៃទៅលើជញ្ជាំងសម្លឹងមើលផ្ទៃមេឃងាកមកមើលមនុស្សដែលអ្នកស្រឡាញ់ឬបិទភ្នែកឲ្យសួរបេះដូងខ្លួនឯងថាយើងឡើងត្រូវជញ្ជាំងហើយឬនៅអ្នកអាចសម្រាដើម្បីសួរខ្លួនអ្នកឲ្យយូរបន្តិចក៏បានកុំខ្លាចអីព្រោះជឿចោះថាអ្នកដែលប្រញាប់ឡើងវ៉ាអ្នកទៅភាគច្រើនមិនដឹងថាខ្លួនឯងកំពុងឡើងត្រូវជញ្ជាំងឬអត់ផងចំណុចទី2ឧស្សាហ៍ព្យាយាមដោយគ្មានសេចក្តីស្រឡាញ់ឬឧស្សាហ៍ព្យាយាមដោយគ្មានឆន្ទៈធ្វើការដែលមិនបានស្រឡាញ់នឹងផ្ដល់ប្រាក់រង្វាន់ដល់យើងរាល់ថ្ងៃជាសេចក្តីទុក្ខ
មនុស្សជាច្រើនមានចំណេះដឹងឆ្លាតវៃឧស្សាហ៍ព្យាយាមមានទេពកោសល្យឡាប៉ុន្តែនៅតែមិនជោគជ័យព្រោះរៀបចំលំដាប់ជីវិតខុសទៅរងចាំភាពសប្បាយរីករាយបន្ទាប់ពីមានទ្រព្យសម្បត្តិនិងជោគជ័យដោយមិនដឹងខ្លួនថាតាមពិតសុភមង្គលគឺជាកត្តាសំខាន់បំផុតដែលធ្វើឲ្យកើតមានទ្រព្យសម្បត្តិនិងភាពជោគជ័យផ្ទុយទៅវិញសេដ្ឋីគ្រប់រូបដឹងច្បាស់ថាសុភមង្គលគឺជាអ្វីដែលនាំមកនៅទ្រព្យសម្បត្តិមុនដែលទ្រព្យសម្បត្តិនាំមកនៅសុភមង្គលដូច្នេះប្រសិនបើនៅយកសុភមង្គលទៅបង្កើតទ្រព្យសម្បត្តិមិនបានកុំសង្ឃឹមថានឹងអាចនាំទ្រព្យសម្បត្តិទៅបង្កើតសុភមង្គលយូរអង្វែងបានសាកល្បងសង្កេតថាមនុស្សគ្រប់គ្នាដែលទទួលជោគជ័យទាំងនៅថ្នាក់សហគមន៍ប្រទេសឬពិភពលោកគ្មាននរណាម្នាក់គ្មានសេចក្តីសុខពីអ្វីដែលខ្លួនឯងធ្វើឡើយសេចក្តីសុខនឹងទាញគេចេញពីគ្រែនៅពេលព្រឹកបានធ្វើឲ្យគេបន្តធ្វើការនៅពេលយប់លើកទឹកចិត្តគេនៅថ្ងៃដែលគ្មាននរណាម្នាក់នៅទីនោះហើយធ្វើឲ្យគេបង្កើតស្នាដៃដែលហួសពីលនិងមានមុខមានមាត់ជាងអ្នកដទៃសុភមង្គលក្នុងការងារមានតម្លៃច្រើនជាងទ្រព្យសម្បត្តិព្រោះវាធ្វើឲ្យយើងផលិតការងារចេញពីចិត្តមិនមែនមកពីការបង្ខំទេឆន្ទៈគឺជាធម៌ប្រការដំបូងនៃអំណាចទាំង4ហើយវាជាធម៌ដែលនាំឲ្យកើតធម៌3ប្រការទៀតព្រោះប្រសិនបើបុគ្គលណាមានសេចក្តីស្រឡាញ់និងមានសេចក្តីសុខដែលបានធ្វើអ្វីមួយហើយគេនឹងឧស្សាហ៍ព្យាយាមឬហៅថាវិរិយៈផ្ដោតអារម្មណ៍ដែលហៅថាចិត្តៈនិងកែលម្អវិមង្សាអ្វីដែលកំពុងធ្វើយ៉ាងល្អបំផុតដោយមិនបាច់មានអ្នកណាបញ្ជាមិនបាច់ពឹងផ្អែកលើប្រធានមិនចាំបាច់មានអ្នកក្រោមបង្គាប់ទេមិនចាំបាច់បោះត្រាហើយមិនត្រូវការម៉ោងរੂដែរក្រៅពីនេះការពិតគឺរាល់ការងារមិនថាយើងស្រឡាញ់ឬអត់យើងសុទ្ធតែមានភាពនឿយហត់នៅក្នុងនោះទាំងអស់គ្មានការងារណាក្នុងពិភពលោកដែលយើងមានបំណងធ្វើបានល្អហើយមិននឿយហត់នោះទេលើកលែងតែការងារដែលកេងប្រវ័ញ្ចអ្នកដទៃដែលប្រសិនបើយើងជ្រើសរើសសុខត្រួលលើគំនោទុករបស់អ្នកដទៃបែបនេះថ្ងៃណាមួយនៅរស់ដែលនៅក្នុងចិត្តយើងនឹងដេញតាមតន់យ៉ាងណាក៏ដោយសុភមង្គលពីការងារដែលចូលចិត្តផ្លាស់ប្ដូរភាពនឿយហត់រាងកាយទៅជាអត្ថន័យនៃជីវិតហើយពេលនោះទោះបីជាការនឿយហត់រាងកាយនៅតែមានប៉ុន្តែវានឹងចុះចាញ់ចំពោះសេចក្តីសុខដែលបានបញ្ជូនចេញពីបេះដូងដែលធ្វើឲ្យដំណក់ញើសលែងជាបញ្ហាធំទៀតហើយព្រោះសម័យកាលដែលសេដ្ឋីទាំងអស់ដឹងច្បាស់គឺភាពនឿយហត់បូកនឹងសេចក្តីស្រឡាញ់ស្មើនឹងអត្ថន័យនៃជីវិតកុំភ្លេចថាជីវិតដែលរងទុក្ខជាងគេមិនមែនជាជីវិតដែលហត់នឿយជាងគេនោះទេតែជាជីវិតដែលនឿយហត់ដោយគ្មានន័យបំផុតព្រោះអ្វីដែលធ្វើឲ្យយើងយំយ៉ាងខ្លាំងរហូតលាក់ខ្លួននៅក្នុងបន្ទប់មិនដែលជាភាពនឿយហត់តែម្យ៉ាងទេតែវាជាអ្វីដែលយើងមិនដឹងថាតើនឿយហត់ដើម្បីអ្វីប៉ុន្តែប្រសិនបើយើងដឹងច្បាស់ពីមូលហេតុដែលយើងហត់នឿយទោះបីហត់នឿយប៉ុណ្ណាទីបំផុតយើងនឹងហត់នឿយដោយមានសេចក្តីសុខទោះបីយើងនៅមិនទាន់រកឃើញការងារដែលស្រឡាញ់បានសូមឲ្យរកអ្វីដែលល្អពីការងារដែលមិនស្រឡាញ់ឲ្យបានព្រោះការពិតទោះបីបានធ្វើការដែលស្រឡាញ់ក៏នៅតែមានពេលដែលយើងត្រូវធ្វើអ្វីដែលស្អប់ដដែលមិនថាជាការងារពន្ធការទៅជួបអតិថិជនខ្លះឬការត្រូវដាស់តឿនអ្នកនៅក្រោមបង្គាប់ដែលខ្ជិលច្រអូសនិងជជែកដូច្នេះការពិតគឺមនុស្សដែលជាសិទ្ធិមិនមែនជាមនុស្សដែលគិតតែពីរត់គេចពីអ្វីដែលស្អប់ប៉ុន្តែគេអាចនៅជាមួយនឹងអ្វីដែលគេស្អប់យ៉ាងមានប្រសិទ្ធភាពនិងនៅជាមួយនឹងអ្វីដែលស្រឡាញ់យ៉ាងមានសេចក្តីសុខព្រោះការធ្វើការដោយសេចក្តីទុក្ខនិងការធ្វើការដោយសេចក្តីសុខទីបំផុតក៏ចំណាយពេលស្មើគ្នាហើយតែខំរកវិធីបង្កើនទុក្ខវេទនាឲ្យអ្វីដែលត្រូវធ្វើដើម្បីអ្វីស៊ូរកមធ្យោបាយបន្ថែមភាពស៊ាំទៅនឹងការឆាបខឹងក្នុងចិត្តយើងដើម្បីទប់ទល់នឹងអ្វីដែលអ្នកមិនចូលចិត្តបានកាន់តែប្រសើរមនុស្សជាច្រើនមានអាកប្បកិរិយាចម្លែកដែលថា
ប្រសិនបើខ្ញុំបង្ហាញអ្នកដទៃឲ្យឃើញថាតើខ្ញុំរងទុក្ខនឹងការងាររបស់ខ្ញុំយ៉ាងណាអ្នកផ្សេងទៀតប្រហែលជាអាណិតខ្ញុំដែលវាមិនមែនជាការពិតទេព្រោះក្រៅពីគេមិនអាណិតអាសូរអ្នកហើយគេក៏ព្យាយាមឃ្លាតឆ្ងាយពីអ្នកទៀតផងគ្មានប្រធានណាម្នាក់ចង់លើកកម្ពស់អ្នកក្រោមបង្គាប់ដែលមានមុខមិនរីកនោះទេហើយគ្មានក្រុមហ៊ុនណាចង់រក្សាមនុស្សមានអារម្មណ៍ពុលដែរព្រោះមនុស្សស្អប់ការធ្វើការជាមួយនឹងមនុស្សដែលមានអាកប្បកិរិយាមិនល្អច្រើនជាងការស្អប់ការធ្វើការជាមួយនឹងមនុស្សដែលគ្មានជំនាញទៅទៀតព្រោះយ៉ាងហោចណាស់មនុស្សដែលគ្មានជំនាញអាចអភិវឌ្ឍបានប៉ុន្តែមនុស្សអាក្រក់ភាគច្រើនពិបាកកែសុនយ៉ាលីប៊ូមឺស្គីជាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាឃើញថាអ្នកធ្វើការដោយសេចក្តីសុខនិងដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់ជាងមនុស្សធម្មតាដល់ទៅ 40% ក្រៅពីនោះមនុស្សដែលធ្វើការដោយសេចក្តីសុខនិងមានសុខភាពចំណូលតំណែងនិងភាពជោគជ័យខ្ពស់ជាងមនុស្សទូទៅសួរថាតើអ្នករកការងារដែលអ្នកស្រឡាញ់យ៉ាងដូចម្តេចចម្លើយគឺអ្នកត្រូវអភិវឌ្ឍបេះដូងឲ្យរឹងមាំជាងអ្នកដទៃដោយដែលបានបង្ហាញរួចមកហើយក្នុងវគ្គដំបូងនៃសៀវភៅនៅក្នុងវីដេអូទី48អ្នកត្រូវហ៊ានដើរចេញពីប្រអប់ហ៊ានសាកល្បងហ៊ានប្រថុយនិងហ៊ានរស់នៅតាមសេចក្តីពងប្រាថ្នាដោយប្រើបញ្ញាគិតវិភាគជានិច្ចព្រោះជឿថាការងារដែលអ្នកស្រឡាញ់តែងតែរង់ចាំអ្នកនៅខាងក្រោយទ្វារដែលអ្នកមិនហ៊ានបើកនោះទោះជាយ៉ាងណាក៏ដោយការធ្វើអ្វីដែលអ្នកស្រឡាញ់ត្រឹមតែម្យ៉ាងមិនគ្រប់គ្រាន់ដើម្បីក្លាយជាសិទ្ធិទេព្រោះការយល់ច្រឡំមួយក្នុងចំណោមការយល់ច្រឡំជាច្រើនរបស់មនុស្សគឺការយល់ថាគ្រាន់តែធ្វើអ្វីដែលយើងស្រឡាញ់ក៏អាចមានទ្រព្យសម្បត្តិបានហើយនៅក្នុងបញ្ហានេះយើងនឹងទៅមើលលម្អិតនៅក្នុងគ្រោះមហន្តរាយប្រការចុងក្រោយ Stress មិនមែនជាការធ្វើការងារដែលអ្នកស្រឡាញ់រយៈពេល10ម៉ោងទេ Stress គឺជាការធ្វើការងារដែលអ្នកស្អប់ក្នុងរយៈពេល1ម៉ោងនិយមន័យនៃភាពជោគជ័យ Howard Graham Buffett ជាកូនរបស់មហាសេដ្ឋី Warren Buffett ដែលបច្ចុប្បន្ន Howard មានសេចក្តីសុខនឹងការធ្វើចំការពោត 3750 រៃនៅរដ្ឋ Illinois គាត់បាននិយាយថាប្រហែលជាគ្មានអ្វីដែលគាត់ធ្វើហើយអាចទទួលបានជោគជ័យដោយឪពុករបស់គាត់ទេប៉ុន្តែឪពុករបស់គាត់តែងតែនិយាយថាមិនអីទេ Warren Buffett ប្រាប់កូនថាគ្មានហេតុផលអ្វីដែលកូនរបស់គាត់ព្យាយាមប្រកួតប្រជែងជាមួយនឹងគាត់ទេកូនគួរធ្វើអ្វីដែលកូនជំនាញដោយគាត់បង្រៀនកូនថាឲ្យធ្វើអ្វីដែលខ្លួនស្រឡាញ់ដូចជាឪពុកចូលចិត្តរកលុយដូច្នោះដែរ Warren Buffett បាននិយាយថាភាពប្រណិតបំផុតក្នុងជីវិតគឺការបានធ្វើអ្វីៗដែលខ្លួនឯងស្រឡាញ់រាល់ថ្ងៃចំណុចទី3ឧស្សាហ៍ព្យាយាមយ៉ាងគ្មានប្រសិទ្ធភាពគឺឧស្សាហ៍ព្យាយាមដោយគ្មានចិត្តចូលធ្វើខ្លួនឲ្យដូចត្រាគឺបិទជាប់នឹងរបស់មួយទម្រាំដល់គោលដៅដោយ Josh Billing កាលនៅក្មេងតើអ្នកធ្លាប់លេងកញ្ចក់កែវពង្រីកដើម្បីដុតស្លឹកឈើស្ងួតដែលឬទេបើធ្លាប់តើអ្នកដឹងទេថាការធ្វើឲ្យពន្លឺព្រះអាទិត្យប្រមូលផ្ដុំនៅចំណុចមួយរយៈពេលយូររហូតកើតកម្ដៅគ្រប់គ្រាន់ដើម្បីដុតស្លឹកឈើស្ងួតបាននោះអ្នកត្រូវកាន់កែវពង្រីកធំមួយចាក់បញ្ចាំងនៅចំណុចដដែលរយៈពេល15នាទីហើយប្រសិនបើកំឡុងពេលកំពុងកាន់កែវពង្រីកមានមិត្តភ័ក្តិម្នាក់បានដើរបុកដៃនឹងត្រូវចប់ហើយត្រូវចាប់ផ្ដើមរាប់សារជាថ្មីទាំងអស់តែអ្នកដឹងទេថាខួរក្បាលរបស់យើងដំណើរការដូចគ្នាខួរក្បាលត្រូវការចំណាយពេលវេលាច្រើនដើម្បីផ្ដោតលើកិច្ចការនីមួយៗរយៈពេលយូរទម្រាំតែវាចាប់ផ្ដើមបង្កើតភ្លើងឲ្យដល់ការងារដែលកំពុងធ្វើ Gloria Mark អ្នកចិត្តសាស្ត្រមកពីសាកលវិទ្យាល័យ California បានរកឃើញថាខួរក្បាលរបស់មនុស្សចំណាយពេលជាមធ្យម25នាទីដើម្បីបង្កើនល្បឿនដើម្បីចូលទៅរបៀបដែលនឹងដំណើរការយ៉ាងមានប្រសិទ្ធភាពបំផុតហើយរាល់ពេលដែលវាត្រូវបានរៀបរៀង
ខួរក្បាលត្រូវតែចាប់ផ្ដើមបញ្ចូលចំណុចប្រសពថ្មីមិនខុសពីកែវពង្រីកឡើយលើពីនេះទៅទៀតការស្រាវជ្រាវដែលបានរកឃើញថាការងាររបស់មនុស្សយើងត្រូវបានរំខានជាមធ្យមរៀងរាល់11នាទីដោយការរំខាននោះអាចមកពីប្រភពខាងក្រៅដូចជាសំឡេងទូរស័ព្ទសំឡេងឡានសំឡេងមនុស្សហៅឬមកពីខាងក្នុងដូចជាយើងរំខានខ្លួនយើងដោយធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយរួមមានការឆែកអ៊ីមែល Facebook ឆ្លើយសារផ្សេងៗដែលអាចកាត់បន្ថយប្រសិទ្ធភាពការងាររបស់យើងដល់ទៅ3ដងខណៈពេលដែលយើងត្រូវការប្រើពេលវេលាជិត2ដងដើម្បីបញ្ចប់ការងារនីមួយៗក្រៅពីនេះអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ohio ក៏បានរកឃើញផងដែរថាទោះបីធ្វើការច្រើនយ៉ាងក្នុងពេលតែមួយនឹងធ្វើឲ្យយើងមានអារម្មណ៍ល្អព្រោះយើងតែងតែគិតខ្លួនឯងថាបានធ្វើអ្វីៗជាច្រើនក្នុងពេលតែមួយប៉ុន្តែតាមពិតរឿងនេះនឹងធ្វើឲ្យការងារទាំងអស់ដែលយើងធ្វើមានប្រសិទ្ធភាពធ្លាក់ចុះព្រោះរាល់ពេលដែលយើងបដូរទៅធ្វើអ្វីផ្សេងខួរក្បាលត្រូវតែចាប់ផ្ដើមម៉ាស៊ីនសាជាថ្មីដូចជាការផ្លាស់ប្ដូរកន្លែងដាក់កែវពង្រីកដូចក្នុងឧទាហរណ៍ខាងលើការធ្វើការច្រើនយ៉ាងក្នុងពេលតែមួយរហូតក្លាយជាទម្លាប់នឹងធ្វើឲ្យខួរក្បាលបាត់បង់សមត្ថភាពក្នុងការបង្វែរអារម្មណ៍ចេញពីចំណាប់អារម្មណ៍ហើយធ្វើឲ្យយើងក្លាយជាមនុស្សមានសមាធិខ្លីការស្រាវជ្រាវពីវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រអាមេរិកបានបញ្ជាក់ពីការពិតនៅក្នុងបញ្ហានេះថាសពថ្ងៃមនុស្សយើងមានសមាធិរយៈពេលជាមធ្យម8វិនាទីប៉ុណ្ណោះដែលរយៈពេលនេះខ្លីជាងត្រីមាសទៀតផងត្រីមាសមានសមាធិជាមធ្យម9វិនាទីកាលពីមុនមានការសិក្សាមួយដែលជជែកវែងញែកច្រើនលើកឡើងថាកាលពីឆ្នាំ2000មនុស្សអាចផ្ដោតអារម្មណ៍លើរឿងអ្វីមួយបាន12វិនាទីប៉ុន្តែបច្ចុប្បន្នវាបានធ្លាក់មកត្រឹមតែ8វិនាទីប៉ុណ្ណោះដូច្នេះហើយទើបគេយកសត្វត្រីមាសដែលមានសមាធិ9វិនាទីមកធ្វើជាឧទាហរណ៍ដើម្បីបញ្ជាក់ថាមនុស្សបច្ចុប្បន្នមានសមាធិខ្លីជាងត្រីមាសទៅទៀតផ្ទុយទៅវិញអ្នកដែលធ្វើការយ៉ាងមានសមាធិនឹងចូលទៅស្ថានភាពមួយដែលសាស្ត្រាចារ្យចិត្តវិទ្យាល្បីល្បាញ Mihaly Csikszentmihalyi ហៅថា flow បកប្រែថាលំហូរដែលលំហូរដែលបានលើកឡើងនេះគឺជាលំហូរនៃចិត្តរបស់យើងនោះហើយដោយមានពាក្យមួយឃ្លាបានលើកឡើងថាពេលរុញឡានឡើងភ្នំយើងមិនគួរឈប់កណ្ដាលផ្លូវទេនៅពេលចិត្តចូលទៅក្នុងសភាពលំហូរយើងនឹងភ្លេចពេលវេលាជាបណ្ដោះអាសន្នយើងនឹងមិនឃ្លានមិននឿយហត់អត្តសញ្ញាណនឹងរលាយបាត់បន្សល់ទុកតែភាពរីករាយនៃការធ្វើការយ៉ាងស៊ីជម្រៅដូច្នេះមនុស្សដែលស្ថិតនៅក្នុងស្ថានភាពលំហូរនឹងផលិតបានការងារល្អបំផុតមិនថាការងារនោះជាការច្រៀងការសម្ដែងល្ខោនការនិពន្ធការប្រកួតកីឡាការបង្រៀនគំនូរសម្ភារៈប្រឌិតការគិតច្នៃប្រឌិតការដោះស្រាយបញ្ហាស្មុគស្មាញទំនាក់ទំនងអាជីវកម្មជាដើមឡើយទើបមិនប្លែកទេដែលសេដ្ឋីជាមនុស្សដែលនាំខ្លួនឯងចូលទៅក្នុងសភាពលំហូរបានច្រើននិងយូរជាងមនុស្សធម្មតាផ្ទុយទៅវិញមនុស្សដែលមានភាពឧស្សាហ៍ព្យាយាមដោយគ្មានសមាធិនិងគ្មានថ្ងៃក្លាយជាសេដ្ឋីឡើយព្រោះគេនឹងឧស្សាហ៍ព្យាយាមដោយគ្មានប្រសិទ្ធភាពធ្វើការច្រើនតែមិនបានផលក្រៅពីនេះការកាត់អ្វីដែលរំខានដល់ការងារហើយអនុវត្តការងារម្ដងមួយកត្តាសំខាន់ដែលនឹងបង្កឲ្យមានលំហូរគឺយើងត្រូវស្រឡាញ់ការងារនោះឬមានឆន្ទៈព្រោះយើងនឹងគ្មានថ្ងៃលំហូរក្នុងអ្វីដែលយើងស្អប់បានឡើយដូច្នេះរឿងសំខាន់បំផុតដែលយើងគួរតែចាំទុកគឺកុំគិតថាការធ្វើយូរគឺជាការធ្វើការដែលល្អយើងតែងតែយកពេលវេលាទៅបដូរនឹងការងារត្រូវធ្វើឲ្យកាន់តែយូរទើបអាចបដូរនឹងការងារកាន់តែច្រើនហើយនោះគឺជាវិធីមួយដែលនឹងបានលុយច្រើននោះមិនមែនជាការពិតទេមិនជឿសូមសាកល្បងអានហេតុការណ៍ឧទាហរណ៍ដូចខាងក្រោមមានអ្នកលក់2នាក់មកពីក្រុមហ៊ុនពីរផ្សេងគ្នាមកលក់សាប៊ូឲ្យអ្នកដែលសាប៊ូ2ដុំនេះដូចគ្នាគ្រប់យ៉ាងតម្លៃក៏ដូចគ្នាកញ្ចប់ក៏ដូចគ្នាលើកលែងតែសាប៊ូដុំទី1អ្នកផលិតប្រាប់ថា
គេចំណាយពេលធ្វើសាប៊ូដុំនេះអស់រយៈពេល10ឆ្នាំការលះបង់និងការអត់ធ្មត់ស្ទើរតែមិនបានដេកមិនបានពួនយ៉ាងណាក៏ដោយនៅពេលគេស្នើសុំឲ្យអ្នកដុសវាលើស្បែកបង្ហាញឲ្យឃើញថាគ្រើមជាងមុនមានកន្ទួលរមាស់មានក្លិនមិនល្អថែមទាំងមានស្នាមប្រឡាក់ទៀតផងចំណែកឯសាប៊ូដុំទី2អ្នកផលិតប្រាប់ថាគេចំណាយពេលធ្វើសាប៊ូនេះមិនដល់10សប្តាហ៍ប្រើពេលធ្វើតែពេលថ្ងៃត្រង់ប៉ុណ្ណោះប៉ុន្តែសុខភាពស្បែករបស់គេល្អហើយខ្លួនក្រអូបព្រោះប្រើសាប៊ូនេះជាប្រចាំដែលសំខាន់ពេលគេឲ្យអ្នកសាកល្បងយកសាប៊ូមកដុសលើស្បែកអ្នកឃើញថាស្បែកទន់រលោងពិតមែនថែមទាំងមិនរលាកមិនចាញ់មានក្លិនក្រអូបនិងមិនគ្រើមទៀតផងនេះគឺជាឧទាហរណ៍ដ៏សាមញ្ញដែលបង្ហាញថាមនុស្សនៅលើពិភពលោកនេះនឹងបង់ប្រាក់ឲ្យអ្នកស្របតាមគុណភាពនៃលទ្ធផលមិនមែនតាមពេលវេលាដែលអ្នកប្រើក្នុងការបង្កើតលទ្ធផលនោះទេប៉ុន្តែមានមនុស្សជាច្រើនយល់ច្រឡំពួកគេព្យាយាមប្រើពេលវេលាធ្វើអ្វីមួយឲ្យបានច្រើនបំផុតព្រោះពួកគេគិតថាវិធីរកលុយបានច្រើនគឺត្រូវធ្វើការឲ្យច្រើននិងយូរបំផុតខណៈពេលដែលសេដ្ឋីព្យាយាមប្រើពេលវេលាដើម្បីធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពក្នុងរយៈពេលដែលសមតម្លៃល្អបំផុតសូម្បីតែក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកដូចជា Microsoft, Google និង Apple បានធ្វើយុទ្ធនាការដើម្បីឲ្យនិយោជិតវិលត្រឡប់ទៅផ្ទះវិញនៅម៉ោងមិនលើសពីម៉ោង5ល្ងាចរៀងរាល់ថ្ងៃព្រោះគេដឹងច្បាស់ថាការធ្វើការងារយូរមិនមែនមានន័យថាទទួលបានលទ្ធផលការងារល្អនោះទេដូច្នេះសូមចាំទុកថាមនុស្សទូទៅប្រើពេលវេលាធ្វើការយូរណាស់ដោយទម្លាប់ប៉ុន្តែសេដ្ឋីនឹងប្រើពេលវេលាធ្វើការតាមគួរដែលមានន័យថាមនុស្សទូទៅធ្លាប់ធ្វើការងារដោយពេលវេលាច្រើនប៉ុណ្ណាគេនឹងប្រើពេលវេលាច្រើនប៉ុណ្ណោះចំពោះគ្រប់ការងារមិនថាការងារនោះតូចឬធំសំខាន់ឬមិនសំខាន់ក៏ដោយក្នុងខណៈពេលដែលសេដ្ឋីនឹងប្រើពេលវេលាច្រើនតាមការគួរគឺការងារណាសំខាន់ឬធំគេនឹងប្រើពេលវេលាជាមួយនឹងវាអស់ពីសមត្ថភាពជាងការងារផ្សេងទៀតនិងសង្កត់ធ្ងន់លើការបង្កើតលទ្ធផលដែលល្អច្រើនជាងការសង្កត់ធ្ងន់លើការប្រើពេលវេលាចំណែកការងារណាដែលអាចធ្វើឲ្យលឿនបានដូចជាឆ្លើយតបអ៊ីមែលរៀបចំឯកសារប្រកែកជាមួយនឹងមនុស្សដែលមិនទទួលស្ដាប់ជាដើមគេនឹងរកមធ្យោបាយប្រើពេលវេលាជាមួយនឹងវាឲ្យកាន់តែតិចដោយរក្សាប្រសិទ្ធភាពនៅដូចដើមមនុស្សទូទៅយកពេលវេលាបដូរលុយចំណែកឯសេដ្ឋីយកលទ្ធផលបដូរលុយចំណុចទី4ឧស្សាហ៍ព្យាយាមដោយមិនច្នៃប្រឌិតកុំកាត់បន្ថយគុណភាពនៃក្តីសុបិនរបស់អ្នកប៉ុន្តែរក្សាការបង្កើនគុណភាពខ្លួនអ្នកទោះបីអ្នកឧស្សាហ៍ព្យាយាមពោពេញដោយក្តីស្រឡាញ់ក្តីសុបិននិងប្រសិទ្ធភាពក៏ដោយនៅតែពិបាកនឹងក្លាយជាសេដ្ឋីបានប្រសិនបើអ្នកឧស្សាហ៍ព្យាយាមខុសដូចប្រភេទទី3នោះគឺឧស្សាហ៍ព្យាយាមម្ដងហើយម្ដងទៀតមិនមានភាពច្នៃប្រឌិតនិងកែលម្អសួរថាតើឧស្សាហ៍ព្យាយាមប្រភេទនេះដំណើរការយ៉ាងដូចម្ដេចសូមអានសំណួរខាងក្រោមហើយសាកល្បងគិតមើលប្រសិនបើនៅផ្ទះរបស់អ្នកមានម៉ាស៊ីនបោះពុម្ពប្រសិទ្ធភាពខ្ពស់មួយហើយអ្នកប្រើម៉ាស៊ីននេះបោះពុម្ពការងារជារឿយរហូតពេលវេលាកន្លងទៅ1ឆ្នាំសួរថាក្រោយពីរយៈពេល1ឆ្នាំកន្លងផុតទៅម៉ាស៊ីនបោះពុម្ពនោះនឹងបោះពុម្ពការងារឲ្យអ្នកកាន់តែស្អាតដែរឬទេនឹងបោះពុម្ពកាន់តែលឿនដែរឬទេនឹងបោះពុម្ពខុសតិចជាងមុនដែរឬទេហើយនឹងផ្លាស់ប្ដូរខ្លួនវាឲ្យក្លាយជាម៉ាស៊ីនបោះពុម្ពចំនួនថ្មីដែលល្អជាងមុនថ្លៃជាងមុនហើយធំជាងមុនឲ្យអ្នកបានដែរឬទេប្រសិនបើបាននោះវាជារឿងដែលមិនសមហេតុផលសួរថាហេតុអ្វីបានជាក្រោយពីការបោះពុម្ពបាន10000ដងហើយវានៅតែមិនអភិវឌ្ឍការងារឲ្យកាន់តែប្រសើរឡើងចម្លើយគឺដោយសារតែវាជាម៉ាស៊ីននឹងមិនអភិវឌ្ឍមិនថាវាធ្វើការងារនោះរាប់លានដងឬធ្វើអស់រយៈពេលរាប់សិបឆ្នាំក៏ដោយនោះគឺជាច្បាប់របស់ម៉ាស៊ីនប៉ុន្តែសំណួរដែលសំខាន់ជាងនោះគឺតើមនុស្សដូចជាអ្នកនៅតែឧស្សាហ៍ធ្វើការដោយម៉ាស៊ីនដែរឬទេមនុស្សជាច្រើនធ្វើការច្រើនអស់រយៈពេលយូរដូចជាម៉ាស៊ីនបោះពុម្ព
ប៉ុន្តែបែរជាសង្ឃឹមថាខ្លួនឯងនឹងមិនអាចក្លាយជាសេដ្ឋីបានទេព្រោះគ្មានសេដ្ឋីណាម្នាក់ធ្វើការដូចជាម៉ាស៊ីនតែសេដ្ឋីគ្រប់គ្នាធ្វើការដូចមនុស្សចូលចាំទុកថាការធ្វើអ្វីយូរមិនមានន័យថាអ្នកនឹងធ្វើរឿងនោះកាន់តែពូកែទេព្រោះមនុស្សដែលអុំទូកជ្រឿយមិនឈប់ក៏អាចចាត់ទុកថាជាមនុស្សឧស្សាហ៍ព្យាយាមបានប៉ុន្តែប្រសិនបើមនុស្សម្នាក់នោះអុំទូកតែម្ខាងហើយមិនធ្លាប់សម្រួលទិសដៅឲ្យត្រូវទូកនឹងវិលត្រឡប់មកកន្លែងដើមវិញដូចជាការអុំទូកក្នុងអាងដែលមិនបាននាំជីវិតទៅណាឆ្ងាយឡើយប្រសិនបើអ្នកធ្វើការដោយម៉ាស៊ីនដែលមិនរៀនមិនអភិវឌ្ឍមិនកែតម្រូវទិសដៅនិងមិនធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួនឯងឲ្យធ្វើការត្រូវគោលដៅអ្នកមិនខុសពីម៉ាស៊ីនបោះពុម្ពទេឲ្យប្រកាសណាស់ថាការធ្វើការត្រូវគោលដៅត្រូវធ្វើការដោយមានគោលដៅជាមុនសិននោះគឺឧស្សាហ៍យ៉ាងមានសុបិនដែលយើងបាននិយាយគ្នារួចមកហើយតើអ្នកស្រដៀងនឹងម៉ាស៊ីនប៉ុណ្ណាប្រសិនបើសាកល្បងសង្កេតមើលឲ្យច្បាស់នឹងឃើញថាគ្រប់ការងារនិងអាជីវកម្មដែលមានប្រាក់ខែខ្ពស់គឺជាអាជីពដែលម៉ាស៊ីនធ្វើការជំនួសមិនបានផ្ទុយទៅវិញអាជីពណាដែលត្រូវបានជំនួសដោយម៉ាស៊ីនអាជីពនោះមានអត្រាការងារទាបជាងឧទាហរណ៍ដូចជាអ្នកប្រមូលថ្លៃឆ្លងកាត់ផ្លូវអាចប្រើម៉ាស៊ីនដើម្បីធ្វើការជំនួសបានស្រួលបំផុតដូច្នេះទើបប្រាក់ឈ្នួលទាបបំផុតអ្នកយាមអាចប្រើកាមេរ៉ាជំនួសប៉ុន្តែពេលខ្លះមិនស័ក្តិសមដូច្នេះទើបមានប្រាក់ឈ្នួលទាបប៉ុន្តែអាចខ្ពស់ជាងអ្នកគិតលុយឆ្លងកាត់ផ្លូវអ្នកគ្រប់គ្រងនៅចំណុចខ្លះធ្វើការដូចជាម៉ាស៊ីនដូច្នេះទើបមានប្រាក់ឈ្នួលមធ្យមនាយកប្រតិបត្តិក្រុមហ៊ុនផ្សេងវេជ្ជបណ្ឌិតឬចៅក្រមដែលត្រូវការប្រើខួរក្បាលគំនិតនិងការសម្រេចចិត្តខ្ពស់បំផុតដែលជាគុណសម្បត្តិខ្ពស់របស់មនុស្សម៉ាស៊ីនមិនអាចជំនួសបានទេដូច្នេះទើបមានប្រាក់ខែខ្ពស់ជាងអ្នកដទៃចូលចាំទុកថាកាន់តែពូកែគិតកាន់តែបានលុយច្រើនព្រោះម៉ាស៊ីនមិនចេះគិតតែមានការងារច្រើនមិនប្លែកទេថានឹងបានលុយច្រើនព្រោះបុគ្គលិករោងចក្រក៏ធ្វើការច្រើនស្មើនឹងចៅក្រមដែរឬអាចច្រើនជាងទៀតផងប៉ុន្តែបានលុយតិចជាងសូម្បីតែក្នុងអាជីពដូចគ្នាអ្នកដែលធ្វើការដោយម៉ាស៊ីនតែងតែទទួលបានសំណងតិចជាងអ្នកដែលធ្វើការដោយមនុស្សដូចជាគ្រូដែលបង្រៀនដូចជាម៉ាស៊ីននិយាយសំឡេងម៉ូណូបើកអត្ថបទអានគ្មានរឿងកំ pl ែងគ្មានភាពស្រស់ស្រាយសិស្សនឹងមិនសូវចូលចិត្តទេបើកបង្រៀនគួរក៏គ្មានអ្នកណាចង់មករៀនគ្មានអ្នកណាចង់ប្រាប់គ្មានអ្នកណាចង់ចងចាំប៉ុន្តែគ្រូដែលបង្រៀនពីបេះដូងលះបង់ធ្វើដោយក្តីស្រឡាញ់និងយកចិត្តទុកដាក់សិស្សប្រើជំនាញការនិយាយបង្រៀនសិស្សឲ្យមានអារម្មណ៍សប្បាយរីករាយបានទទួលទាំងចំណេះដឹងសម្លេងសើចនិងកម្លាំងជំរុញចិត្តនិងទទួលប្រជាប្រិយភាពពីសិស្សបើកបង្រៀនគួរក៏មានតែមនុស្សចោមរោមរៀនប្រសិនបើសរសេរសៀវភៅលក់នឹងមានសិស្សទិញច្រើនឪពុកម្ដាយអាណាព្យាបាលក៏រីករាយនឹងឲ្យលុយគាំទ្រគ្រូម្នាក់នេះព្រោះគាត់បង្រៀនដោយម៉ាស៊ីនមិនអាចជំនួសបានគ្រប់បន្ទាត់នៃការងារនិងវិជ្ជាជីវៈអាចប្រើទ្រឹស្ដីដូចគ្នានេះជាសូចនាករទាំងអស់តាំងពីតារារហូតដល់អ្នកលក់ទំនិញកាលណាយើងធ្វើការកាន់តែដូចមនុស្សថ្លៃសំណងរបស់យើងកាន់តែខ្ពស់ប៉ុន្តែបើយើងធ្វើការកាន់តែដូចម៉ាស៊ីនថ្លៃសំណងរបស់យើងកាន់តែទាបដូច្នេះព្យាយាមសួរខ្លួនឯងជានិច្ចថាតើកិច្ចការដែលយើងកំពុងធ្វើមានភាពងាយស្រួលប៉ុណ្ណាដើម្បីជំនួសម៉ាស៊ីនព្រោះបើម៉ាស៊ីនមកធ្វើការជំនួសយើងបានងាយស្រួលជាងមុនការងារនោះរឹតតែមានតម្លៃចំពោះក្រសែភ្នែកមនុស្សទូទាំងពិភពលោកកាន់តែតិចហើយនៅពេលដែលការងារនោះមានតម្លៃចំពោះក្រសែភ្នែកមនុស្សក្នុងពិភពលោកតិចមនុស្សក្នុងពិភពលោកត្រៀមខ្លួននិងចំណាយលុយតិចឲ្យអ្នកដែរយើងកាន់តែលំបាកជំនួសដោយម៉ាស៊ីនពិភពលោកកាន់តែត្រៀមខ្លួននិងចំណាយប្រាក់ឲ្យយើងកាន់តែច្រើនពេលនេះយើងមកដល់សំណួរសំខាន់ដែលថាតើធ្វើការបែបណាមិនឲ្យដូចម៉ាស៊ីនងាយណាស់សាកល្បងសិក្សាពីការងារអ្វីដែលមិនមែនជាម៉ាស៊ីនវត្ថុនោះហៅថាវត្ថុមានជីវិតច្បាប់នៃការវិវត្តចែងថាវត្ថុមានជីវិតនិងវិវត្តពីកំហុសឆ្គងដែលគេហៅថាជាការផ្លាស់ប្ដូរនេះជាអ្វីដែលមិនទាន់មានម៉ាស៊ីនណាមួយអាចធ្វើបាន
និយាយម្យ៉ាងទៀតគឺប្រសិនបើមិនមានកំហុសឆ្គងហើយប្រសិនបើមិនមានការរៀនសូត្រពីកំហុសឆ្គងនិងមិនមានអ្វីដែលហៅថាការវិវត្តកើតឡើងមិនថាប៉ុន្មានលានឆ្នាំកន្លងផុតទៅក៏ដោយដោយឧទាហរណ៍រឿងម៉ាស៊ីន printer ដែលបានពន្យល់ឲ្យស្ដាប់រួចមកហើយសូមចាំច្បាប់ការវិវត្តខាងលើនេះឲ្យច្បាស់ព្រោះវាជាកូនសោរសំខាន់ដែលយើងនឹងនាំទៅប្រើបានពេញមួយជីវិតនៅពេលដែលវត្ថុមានជីវិតផ្លាស់ប្ដូរធម្មជាតិនឹងជ្រើសរើសដោយយោងទៅតាមច្បាប់ជម្រើសធម្មជាតិថាជីវិតប្រភេទណាដែលសមស្របបំផុតសម្រាប់បរិស្ថាននៅពេលនោះហើយវត្ថុមានជីវិតនោះនឹងបន្តរស់នៅផ្ដល់កំណើតនិងអភិវឌ្ឍខ្លួនឯងឲ្យល្អតាមពេលវេលាលើពីនេះល្បឿននៃការវិវត្តមិនអាស្រ័យលើពេលវេលាទេប៉ុន្តែអាស្រ័យលើល្បឿននៃការអភិវឌ្ឍពីកំហុសនេះជាមូលហេតុដែលថាហេតុអ្វីបានជាវត្ថុមានជីវិតដែលមានអាយុកាលខ្លីមានការវិវត្តលឿនជាងវត្ថុមានជីវិតដែលមានអាយុកាលវែងឧទាហរណ៍សត្វឆ្កែបានចំណាយពេលរាប់ពាន់ឆ្នាំដើម្បីបំលែងពីឆ្កែព្រៃទៅជាឆ្កែស្រុកគួរឲ្យស្រឡាញ់ដូចសពថ្ងៃនេះខណៈពេលដែលសត្វល្អិតខ្លះអាចផ្លាស់ប្ដូរពីពណ៌ប្រផេះនិងសដែលអាចជួយបំបាំងខ្លួនបានប្រសិនបើមានព្រិលមកជាពណ៌ត្នោតនិងបៃតងបានដោយចំណាយពេលតិចជាង100ឆ្នាំប្រសិនបើគ្មានព្រិលនៅតំបន់នោះទៀតទេប៉ុន្តែវាមិនគួរឲ្យចាប់អារម្មណ៍ដូចបាក់តេរីនិងវីរុសទេពេលខ្លះវាអាចសម្របខ្លួននិងផ្លាស់ប្ដូរដើម្បីទប់ទល់នឹងថ្នាំថ្មីក្នុងរយៈពេលតិចជាង1ឆ្នាំដែលទៅជាបែបនេះព្រោះវត្ថុមានជីវិតមួយប្រភេទកាន់តែមានអាយុកាលខ្លីវានឹងកាន់តែបង្កើតកូនចៅបានលឿនហើយការបង្កើតកូនលឿននាំឲ្យមានការផ្លាស់ប្ដូរឆាប់រហ័សពេលឆ្លងកាត់ការផ្លាស់ប្ដូរលឿននិងអភិវឌ្ឍពីកំហុសព្រោះធម្មជាតិអាចជ្រើសរើសកូនចៅដែលកើតថ្មីឲ្យត្រូវនឹងបរិស្ថានបានលឿនជាងក្នុងខណៈពេលដែលវត្ថុមានជីវិតដែលមានអាយុកាលវែងនោះទម្រាំធម្មជាតិជ្រើសរើសកូនចៅបានវាឈានចូលដល់ពាក់កណ្ដាលសតវត្សទៅហើយយ៉ាងណាក៏ដោយប្រសិនបើយើងចង់មានការវិវត្តលឿននោះមិនមានន័យថាយើងត្រូវប្រញាប់បង្កើតកូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតែមានន័យថាយើងត្រូវតែបន្តការសិក្សានិងការកែលម្អការងាររបស់យើងពីកំហុសរបស់ខ្លួនឯងនិងអ្នកដទៃព្រោះនោះជារឿងតែមួយគត់ដែលធ្វើឲ្យយើងខុសពីម៉ាស៊ីនរួមទាំងម៉ាស៊ីនបោះពុម្ពផងដែរយើងកាន់តែប្រកាន់ខ្ជាប់នៅយោបល់ដែលគ្មានប្រយោជន៍សកម្មភាពចាស់ៗនិងគំនិតចាស់ៗអស់រយៈពេលយូរប៉ុណ្ណាយើងកាន់តែមានការវិវត្តយឺតប៉ុណ្ណោះហើយកុំភ្លេចថាពិភពលោករបស់យើងវិលគ្រប់ពេលដូច្នេះមនុស្សដែលឈប់វិវត្តនិងអភិវឌ្ឍខ្លួនឯងគឺជាអ្នកដែលកំពុងឈានថយក្រោយនោះឯងសូមកុំភ្លេចថាម៉ាស៊ីនខុសពីវត្ថុមានជីវិតច្រើនយ៉ាងប៉ុន្តែអ្វីដែលប្លែកបំផុតគឺវត្ថុមានជីវិតអាចអភិវឌ្ឍខ្លួនឯងបានខណៈពេលដែលម៉ាស៊ីនមិនអាចអភិវឌ្ឍខ្លួនឯងបានប៉ុន្តែថ្ងៃណាមួយម៉ាស៊ីនអាចអភិវឌ្ឍខ្លួនឯងបាននៅថ្ងៃនោះមនុស្សត្រូវតែចាប់ផ្ដើមភ័យខ្លាចពិតប្រាកដដូច្នេះប្រសិនបើយើងមិនប្រើពរដ៏អស្ចារ្យបំផុតដែលធម្មជាតិបានផ្ដល់ឲ្យយើងទេសមត្ថភាពក្នុងការអភិវឌ្ឍខ្លួនឯងនិងរៀនពីបរិស្ថាននិងកំហុសឆ្គងកំហុសមានពីរប្រភេទ1កំហុសដែលត្រឹមត្រូវគឺជាកំហុសដែលកើតឡើងហើយកើតមានការសិក្សាដើម្បីកែលម្អនិងអភិវឌ្ឍបន្ថែមទៀត2កំហុសដែលខុសគឺជាកំហុសដែលនៅពេលធ្វើខុសហើយត្រូវបានបំភ្លេចចោលហើយត្រូវគេយកមកធ្វើជាប្រធានបទនៃការខ្ជះខ្ជាយពេលវេលាឬត្រូវបានគេនាំគិតចុះឡើងយ៉ាងសោកសៅដោយមិនមានគម្រោងធ្វើឲ្យប្រសើរឡើងតាមមធ្យោបាយណាមួយឡើយភាពខកខាននឹងប្រែទៅជាកំហុសនៅពេលអ្នកមិនចង់ដោះស្រាយវាច្បាប់ 10000 ម៉ោងក្នុងផ្នែកចិត្តវិទ្យាមានការរកឃើញច្បាប់ដ៏ល្បីល្បាញដែលមានឈ្មោះថាច្បាប់ 10000 ម៉ោងច្បាប់នេះបញ្ជាក់ថាប្រសិនបើមនុស្សយើងធ្វើអ្វីអស់រយៈពេល 10000 ម៉ោងឡើងទៅយើងនឹងទទួលជោគជ័យក្នុងរឿងនោះហើយមានបានពីរឿងនោះជាមិនខានទើបមនុស្សជាច្រើនសាកល្បងនាំយកច្បាប់នេះមកប្រើប៉ុន្តែជាច្រើនដងក៏មិនបានផលដោយតម្រូវការព្រោះមនុស្សជាច្រើននាំយកមកប្រើដោយមិនយល់ពីច្បាប់នេះពិតប្រាកដច្បាប់នេះមិនត្រឹមតែបញ្ជាក់ថាឲ្យយើងបន្តធ្វើជារឿយៗដោយម៉ាស៊ីនក្នុងរយៈពេល 10000 ម៉ោង
ដែលនឹងមិនផ្ដល់លទ្ធផលល្អដោយដែលយើងបានបង្ហាញរួចហើយប៉ុន្តែអ្នកត្រូវធ្វើវាដូចជាមនុស្សជាសកម្មភាពដែលចិត្តវិទូហៅថាការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់គឺជាការធ្វើដែលបញ្ជាក់ថាលើកនេះត្រូវតែប្រសើរជាងលើកមុនប្រសិនបើអ្នកចម្អិនម្ហូបអ្នកត្រូវតែតាំងចិត្តថាលើកនេះត្រូវតែធ្វើឲ្យឆ្ងាញ់ជាងលើកមុនប្រសិនបើអ្នកនិយាយជាមួយនឹងអតិថិជនអ្នកត្រូវតែតាំងចិត្តថាលើកនេះត្រូវតែនិយាយឲ្យត្រូវចិត្តជាងលើកមុនប្រសិនបើអ្នកនឹងលេងភ្លេងអ្នកត្រូវតែតាំងចិត្តថាលើកនេះត្រូវតែធ្វើឲ្យមនុស្សសប្បាយជាងលើកមុនកុំយកសេចក្តីសុខទៅផ្ញើនឹងខ្សែជ័យជំនះតែផ្ញើនៅជំហានបន្តល្អជាងក្រៅពីនេះផ្នែកចិត្តសាស្ត្រការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់នៅប៉ះពាល់ដល់សរសៃប្រសាទក្នុងខួរក្បាលព្រោះការស្រាវជ្រាវជាច្រើនបានរកឃើញថានៅពេលមនុស្សយើងធ្វើការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ខួរក្បាលបង្កើតការភ្ជាប់នៅជុំវិញសរសៃប្រសាទពិសេសមួយដែលមានឈ្មោះថា myelin ជាទូទៅ myelin នឹងមានច្រើនក្នុងខួរក្បាលយុវវ័យដែលធ្វើឲ្យគេគិតបានលឿនធ្វើលឿននិយាយលឿននិងមានការច្នៃប្រឌិតខ្ពស់ប៉ុន្តែនៅពេលមនុស្សពេញវ័យឈប់ប្រើខួរក្បាលផ្នែកណាមួយ myelin នឹងស្លាប់និងថយចុះយ៉ាងណាក៏ដោយ Daniel Coy អ្នកនិពន្ធសៀវភៅល្បីឈ្មោះដូចជា The Talent Code ឃើញថាអ្នកដែលតាំងចិត្តហ្វឹកហាត់អ្វីមួយដោយអភិវឌ្ឍខ្លួនឯងគ្រប់ពេលនឹងមានខួរក្បាលនៅតំបន់នោះតាំងពីក្មេងវ័យម្ដងទៀតមានន័យថាគាត់មានអនុស្សាវរីយ៍ល្អៗនៅតំបន់នោះជាពិសេសនឹងមានការច្នៃប្រឌិតអស្ចារ្យអ្វីដែលយើងមើលឃើញថាជាអភូតហេតុដូចជាតុល្យភាពកាយសម្ព័ន្ធមេដៃមាសឬទេពកោសល្យពិសេសរបស់អ្នកដែលបង្ហាញដូចជាការបង្ហាញរបស់កម្មវិធី Got Talent នៃបណ្ដាប្រទេសផ្សេងៗទើបមិនមែនជាវេទមន្តឡើយប៉ុន្តែកើតមកពីការបដិញ្ញាចិត្តក្នុងការអនុវត្តរហូតដល់ myelin តភ្ជាប់គ្នាយ៉ាងស្អិតរមួតនៅក្នុងតំបន់នោះហើយក៏ជាអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានដូចគ្នាគ្រាន់តែតម្រូវឲ្យយើងមានវិន័យគ្រប់គ្រាន់ប៉ុណ្ណោះការបដិញ្ញាចិត្តអភិវឌ្ឍសកម្មភាពនេះធំជាងមុនល្អប្រសើរជាងខ្ពស់ជាងច្រើនជាងជាអ្វីដែលធ្វើឲ្យមនុស្សក្លាយជាវត្ថុដែលមានជីវិតពិតប្រាកដប៉ុន្តែកុំយកចិត្តភ្ជាប់សុភមង្គលនិងភាពខ្វះខាតប៉ុន្តែឲ្យយកចិត្តភ្ជាប់សុភមង្គលជាមួយនឹងការអភិវឌ្ឍហើយយើងនឹងមិនពិបាកចិត្តក្នុងការបម្រើពិភពលោកនេះជាមួយនឹងអ្វីដែលយើងមាននិងអ្វីដែលយើងស្រឡាញ់ប្រសិនបើគ្មាននរណាម្នាក់រិះគន់យើងទេយើងត្រូវតែស្រាវជ្រាវនិងវិភាគខ្លួនឯងជានិច្ចប៉ុន្តែមិនមែនដោយសំណួរដែលថាតើយើងអាចប្រសើរជាងអ្នកដទៃយ៉ាងដូចម្តេចនោះទេប៉ុន្តែដោយសំណួរដែលថាតើយើងនឹងអភិវឌ្ឍខ្លួនយើងឲ្យប្រសើរឡើងនិងធ្វើឲ្យអ្នកដទៃមានសេចក្តីសុខបានយ៉ាងដូចម្តេចប្រកាសណាស់ថាការធ្វើដូចនេះបានត្រូវពឹងផ្អែកលើសេចក្តីស្រឡាញ់ចំពោះអ្វីដែលយើងកំពុងធ្វើ